នេះលោកអ្នកឃើញហើយចាស្លាកលេខម៉ូតូដែលដាក់ថាគីគីលូមួយអាប៉យ88 89ចេញកដឹងចូលកដឹងចេះតែមាននេះថាចេះតែមានណាលោកពិសិដ្ឋចាគឺមានថាអាករណីនេះគឺថាពីមុនគឺប៉ូលីសគាត់បានធ្វើការអប់រំម្ដងហើយចាក៏បានបាត់មួយរយៈឥឡូវនេះចាប់ផ្ដើមមានវិញម្ដងទៀតហើយចាតកតងទៅនឹងការដាក់ស្លាកលេខម៉ូតូគីលូហ្នឹងចាហើយរឿងនេះនៅខាងបាត់ដំបងចាខាងបាត់ដំបងហើយមើលអ្នកបើកម៉ូតូមើលសក់គាត់ឈ្មោះតំណងឈ្មោះត្រូវគាត់ណាគាត់ដាក់ស្លាកលេខគាត់ត្រូវឈ្មោះគាត់អាប៉យចាអាប៉យមួយអាប៉យចាប៉យមែនបាទអីតំណងរបស់គាត់ដែរណាគីលូបាទចាហើយលេខហ្នឹងលេខលយទៀត88 3ដង9បាទចាហើយចេញក៏ដឹងចូលក៏ដឹងចង់បាននេះមិនចេញក៏ដឹងចូលក៏ដឹងបាទសង្ស័យគាត់ចេញពីផ្ទះទៅម្ដាយគាត់ដឹងហើយគាត់ចូលផ្ទះម្ដាយគាត់ដឹងនិសាយបាទចេញពីផ្ទះពេលព្រឹកចូលផ្ទះពេលព្រឹកចូលផ្ទះពេលបាទនេះក៏ចេញពេលព្រឹកចូលពេលព្រឹកចេញម៉ោង6ព្រឹកចូលវិញ5កន្លះព្រឹកបាទអញ្ចឹងគាត់ចូលគេងបានកន្លះម៉ោងដែរចាបាទអញ្ចឹងក៏ម្ដាយគាត់ពេលចេញបើកទ្វារឲ្យចេញពេលចូលវិញបើកទ្វារឲ្យចូលបាទអញ្ចឹងចេញក៏ដឹងចូលក៏ដឹងបាទតែមើលសក់អប៉យមិនធម្មតាទេបាទសក់នេះវាសឹងថាអត់អំបោះអីបាទចាបោះបានបាទចាតំណងណាស់សក់នេះបាទចាហើយប្រជាពលរដ្ឋក៏ផ្ញើរូបភាពមកកាន់ចាព័ត៌មាន CNC Hot Seat របស់យើងពេលព្រឹកហ្នឹងគឺគាត់ថាគាត់ចង់ឲ្យសមាជិកចាជួយមើលនៅផ្លាកលេខម៉ូតូនេះឡើងវិញចាពីព្រោះថាពីមុនស្កាត់ម្ដងឥឡូវមានឡើងមកវិញម្ដងទៀតហើយចាតកតងទៅនឹងអាផ្លាកលេខដាក់ផ្លាកលេខគីលូហ្នឹងចាបាទហើយនេះសមាជិកគួរមានការស្រាវជ្រាវបន្តចាព្រោះថាគាត់នេះមិនមែនធ្វើសាកលេខនឹងខ្លួនឯងទេខ្ញុំជឿថាមានកន្លែងធ្វើបាទអញ្ចឹងកន្លែងដែលធ្វើនេះកន្លែងសិប្បកម្មធ្វើដូចថាចង់និយាយថាធ្វើប៉ាំងសីធ្វើតោទឹកធ្វើអីហ្នឹងសង្ស័យគាត់ធ្វើកន្លែងហ្នឹងបាទអញ្ចឹងសមាជិកគួរតែសាកសួរគាត់ឲ្យបានច្បាស់បាទសួរដើម្បីទៅរកកន្លែងធ្វើហើយពមៀនកន្លែងធ្វើទៅការណែនាំគាត់បាទម្ចាស់សិប្បកម្មហ្នឹងថាកុំឲ្យធ្វើស្លាកលេខនេះតាមគេកំងអញ្ចឹងទី1វាខុសច្បាប់បាទចាបាទវាប៉ះពាល់ទៅដល់អានេះសមាជិកអាចប្តឹងពីបទខ្លែងបន្លំស្លាកលេខបានចាបាទអត្តសញ្ញាណរបស់យានជំនិះអញ្ចឹងទី2ហើយមើលគាត់ដាក់ឡើងអញ្ញាញ៉ៃប៉ះពាល់សភនភាពបាទភ្ញៀវទេសចរគេមកគេបានន័យថាមើលទៅផ្លាកលេខឃើញនេះដល់ពេលផ្លាកលេខនេះឃើញតែអក្សរអញ្ញាញ៉ៃម៉េះបាទដឹងស្អីបាទដឹងស្អីជាស្អីហើយមើលសក់អ្នកជិះអញ្ចឹងទៀតបាទអីគីលូបាទអាប៉យបាទអាប៉យមិញអាប៉យអីមិនសុំក្រុមការងារមួយអាប៉យមួយអាប៉យបាទចាធម្មតាយើងមិនដាក់1A 1Bអញ្ចឹងក៏ដាក់មួយអាប៉យវិញចាមួយអាប៉យបាទចាតំណងណាអាប៉យបាទសក់នេះសក់ហ្គេមបាទអាហ្គេមជំនាន់មុនឆៃណាអីចាបាទហ្គេមកៅជាងបាទហ្គេមបាទ